ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមកអាសៀវភៅថ្នាក់ទី2ភាសាខ្មែរកូនល្អស្ដាប់ពុកម៉ែសិស្សពូកែស្ដាប់គ្រូមេរៀនទី37ការខិតខំរៀនសូត្រអំណានការងារទី1របស់កុមារគឺការខិតខំរៀនសូត្រកុមារត្រូវឆ្លៀតពេលខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្ជួនការរៀនសូត្របានល្អគឺដោយសារការព្យាយាមបើការព្យាយាមនេះផ្ដល់លទ្ធផលល្អអ្នកដែលសប្បាយចិត្តជាងគេគឺខ្លួនឯងផ្ទាល់លទ្ធផលល្អនេះក៏អាចចាត់ទុកថាជាការតបស្នងសងគុណមាតាបិតានិងលោកគ្រូអ្នកគ្រូរបស់ខ្លួនផងដែរការខិតខំរៀនសូត្រនឹងធ្វើឲ្យកុមារមានអនាគតភ្លឺស្វាងអរគុណបងប្អូនទាំងអស់គ្នាជួយចុច Subscribe ម្នាក់មួយផងអរគុណជម្រាបលាបាយបាយ